ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំនៅ tool download YouTube ម្ដងមួយ profile ម្ដងថ្ងៃមុនខ្ញុំបង្ហាញនៅ tool download TikTok ឥឡូវខ្ញុំបង្ហាញ tool download YouTube ម្ដង tool នេះគឺប្រើប្រាស់ស្រួលដូច TikTok អញ្ចឹងបងប្អូនចូលមក channel YouTube របស់គេនេះឥឡូវខ្ញុំឧទាហរណ៍ channel មួយហ្នឹងបងប្អូនចង់បានវីដេអូចុចលើវីដេអូហើយ copy link បងប្អូនចង់បាន short ចុចលើ short ហើយបងប្អូនមកខាងលើនេះ copy link ដូចគ្នាចុចឲ្យវា select all ចឹងមកហើយយើង copy link តែប៉ុណ្្នឹងមកហើយយើងមកលើ tool យើងចុចតែបេតុងនេះមួយឯងចុចតែមកប៉ក់ហ្នឹងនោះនឹងធ្លាក់មកឯនេះបងបងប្អូនចាប់បានបង្កើត folder មួយមកយើង download short ឥឡូវវាធ្លាក់ short មកហើយតិចទៀតវីដេអូធ្លាក់ចូលមួយមកហើយហើយបងប្អូនចង់ download channel ផ្សេងបងប្អូនមក channel ដែលបងប្អូនចង់ download មួយទៀតហ្នឹងបងប្អូនចង់ download វីដេអូចុចលើវីដេអូចង់ download short ចុចលើ short ដូចគ្នាហើយបងប្អូនត្រូវធ្វើនោះគឺ copy តែ link តែមួយហ្នឹងឯងបងប្អូនអត់ត្រូវការទៅ install extension ដើម្បី grab link យកមកច្រើនដើម្បី pass ចូលឯងបងប្អូនធ្វើដូចវីដេអូនឹងខ្ញុំមកបងប្អូនអាច download បានមួយ profile ហើយដាក់លេខរៀងតគ្នាទៀតនេះបងប្អូនអញ្ចឹងវីដេអូមិញនោះឥឡូវធ្លាក់ចូលនេះវីដេអូនេះគឺកម្រិត Full HD អាចដាក់ចូលក្នុង LD scroll យកហ្មងអត់ត្រូវការកាត់តទេហើយពេលចប់មួយជួលមួយគឺ tool នឹងស្រួលប្រើហើយបងប្អូនគ្រីកកន្លែងនេះមួយទៀតនៅពេលដែលចប់គឺវាបិទកុំព្យូទ័រឲ្យយើងទៀត